ចំពុកទី2អំពីព្រះមហាក្សត្រមាត្រា28ថ្មីព្រះមហាក្សត្រទ្រង់ឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសប្រើរដ្ឋធម្មនុញ្ញច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានត្រួតពិនិត្យចប់សពគ្រប់រួចរាល់ហើយនិងទ្រង់ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រីក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលពេលរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិអំណាចឡាយព្រះហត្ថលេខានៅលើព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រកុលសិទ្ធិសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់